ជាតិខ្មែរជាទីស្រឡាញ់នគររបស់យើងកំពុងតែទទួលរងការវាយប្រហារពីប្រទេសថៃយ៉ាងកម្រដោយគ្មានមេត្តាធម៌អ្វីសូម្បីតែបន្តិចអ្វីគ្រប់យ៉ាងគេធ្វើដើម្បីបំផ្លាញយើងទាំងអស់អាស្រ័យដោយហេតុនេះហើយសូមប្រជាពុទ្ធបរិស័ទទាំងអស់មេត្តាក្រោកឈរឡើងសាមគ្គីគ្នាជាធ្លុងមួយដើម្បីនឹងប្រជុំមុខនៅការឆ្លៀនពៀនដ៏អមនុស្សធម៌នេះឈាមដែលកំពុងហូរតាមទូដែនដែលបង្កវិនាសកម្មដល់ពួកថៃគឺជាសក្ខីភាពមួយដែលពួកយើងទទួលរងនូវការប្រមាថកាត់ទិញយ៉ាងក្រៃលែងទឹកចិត្តខ្មែរដំហិមាត្រូវតែចងគ្នាជាធ្លុងមួយឲ្យខាងតែបានដើម្បីនឹងភាពគង់វង្សនៃទឹកដីរបស់យើងការបែកបាក់សាមគ្គីគឺជាផ្លូវឆ្ពោះទៅរកជ្រោះមរណៈព្រោះហេតុដូច្នេះខ្មែរយើងមិនអាចបែកបាក់សាមគ្គីគ្នាឡើយលោកត្រូវតែរួមសាមគ្គីគ្នាជាធ្លុងមួយជាបាច់មួយជាក្រុមមួយជានគរមួយដែលពោពេញទៅដោយមនសិការជាតិដ៏ក្រៃលែងជីវិតរបស់ពួកយើងមិនមានតម្លៃស្មើនឹងទឹកដីឡើយពីព្រោះពូជខ្មែរដែលខាតត្រូវតែរស់ពូជខ្មែរដែលខាតត្រូវតែគង់វង្សនឹងមិនអនុញ្ញាតឲ្យបរទេសណាម្នាក់មកប្រមាថលើទឹកដីរបស់យើងពូជសាសន៍របស់យើងឡើយសូមប្រជាជាតិទាំងមូលទម្លាក់ចោលនៅរាល់និន្នាការនយោបាយទម្លាក់ចោលនៅការមិនស្របគ្នាអ្វីទាំងអស់ពេលនេះគឺជាពេលកសាងស្មារតីហើយអោបក្រសោបគ្នាឲ្យខាងតែបានគឺជាកម្លាំងដែលមហិមាដ៏អស្ចារ្យដ៏រឹងមាំដើម្បីនឹងប្រយុទ្ធប្រឆាំងនឹងពួកឆ្លៀនពៀនទាំងអស់នេះជាមួយនឹងរាជរដ្ឋាភិបាលនៅពេលដែលគេបញ្ជូនយន្តហោះមកទម្លាក់គ្រាប់ចូលមកលើទឹកដីរបស់យើងគេមិនបានគិតថានៅលើដីនគរនៃកម្ពុជានេះមានព្រះសង្ឃមានវត្តអារាមមានជនចាស់ជរាកុមារស្ត្រីមានផ្ទៃពោះនិងអ្នកជំងឺព្រមទាំងប្រជាពលរដ្ឋស្លូតត្រង់ឡើយទីស្ថានវប្បធម៌វត្តអារាមគេត្រូវបានកំទេចដោយយន្តហោះចម្បាំងរបស់ពួកអមនុស្សធម៌ទាំងអស់នេះគឺជាបង្ហាញនៅកាយវិការអមនុស្សធម៌ក្នុងនាមជាអ្នករស់នៅជិតខាងដូចគ្នាគេមិនអាណិតយើងឡើយគេមិនស្រណោះយើងឡើយព្រោះហេតុដូច្នេះពេលនេះអ្វីដែលយើងអាចធ្វើបានគឺកម្លាំងសាមគ្គីជាតិកម្លាំងជួយគ្នាសូមខ្មែរគ្រប់រូបកុំនៅស្ពឹកសុទ្ធពន់សូមខ្មែរគ្រប់រូបចាក់ចេញពីផ្ទះរបស់ខ្លួនហើយចូលទៅជួយដល់ជនភេសកតាមលទ្ធភាពណាដែលអាចធ្វើទៅបាននេះជាឧសទិបជាអាវុធដ៏អស្ចារ្យដែលខ្មែរយើងមាននៅក្នុងដួងចិត្តគ្រប់គ្នាមកដល់ដំណាក់កាលនេះហើយសូមប្រជាជាតិទាំងមូលជាពិសេសពលរដ្ឋព្រះសង្ឃសូមលោកមេត្តាកុំស្រក់ទឹកភ្នែកហើយអង្វរកងពួកអមនុស្សធម៌ទាំងអស់នេះកុំឲ្យមកបំផ្លាញយើងពួកនេះគ្មានក្តីមេត្តាទេគ្មានចិត្តស្រណោះគ្មានមិត្តភាពគ្មានអ្វីទាំងអស់ប្រសិនបើពួកគេគិតថាយើងជាអ្នកចិត្តខាងរបស់ពួកគេនឹងមិនបំផ្លាញវត្តអារាមរបស់យើងប្រាសាទរបស់យើងនិងផ្ទះសម្បែងរបស់ជនស្រុកត្រង់របស់យើងឡើយកងទ័ពរបស់យើងបានតស៊ូយ៉ាងស្វិតស្វាញបង្ហូរនៅឈាមដាបធរណីខ្មែរតាមទូដែនដើម្បីនឹងការពារអធិបតេយ្យដែនដីរបស់យើងការពារពលរដ្ឋការពារអ្វីទាំងអស់ដែលជាពូជសាសន៍ខ្មែរអស់លោកវរៈកងទ័ពលោកលះបង់ច្រើនណាស់លោកបួសជាច្រើនណាស់លោកធ្វើនៅអ្វីគ្រប់យ៉ាង
លោកលះបង់នៅរបស់ដ៏ពិសិដ្ឋរបស់ដ៏មានតម្លៃបំផុតរបស់លោកគឺជីវិតពួកយើងដែលនៅសមរភូមិក្រោយសូមគោរពលោកសូមបូជាចំពោះលោកនិងដឹងគុណចំពោះលោកនិងចងចាំនូវវីរភាពដ៏អស្ចារ្យរបស់លោកក្នុងគណៈពេលដែលលោកយកជីវិតរបស់លោកទៅការពារទឹកដីឲ្យរួចផុតពីការឆ្លងពាននៃជនអមិតនេះប្រជានុរាស្ត្រជាទីស្រឡាញ់ព្រះសង្ឃជាទីគោរពគ្រប់រូបទាំងអស់នៃជនជាតិរបស់យើងគឺមានការជឿចាប់យ៉ាងក្រៃលែងដោយទទួលរងនៅអំពើដ៏អមនុស្សធម៌ពីពួកអមិតទាំងអស់នេះតែខ្ញុំបកករណាអាត្មាភាពសូមអំពាវនាវជូនចំពោះជនរានជាតិនិងព្រះសង្ឃគ្រប់ព្រះអង្គមេត្តាកុំឲ្យការជឿចាប់ទាំងអស់នេះក្លាយទៅជាភាពទន់ជ្រាយក្លាយទៅជាភាពអង្វរករនៅចំពោះមុខសត្រូវសូមប្រែក្លាយការជឿចាប់នេះឲ្យក្លាយទៅជាសាមគ្គីរបស់ជាតិទាំងមូលទើបយើងអាចប្រឈមមុខនៅជនអមិតនេះបានដីមួយចំអមដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្មែរគឺជាកម្មសិទ្ធិរបស់ខ្មែរយើងជាមួយដំណក់របស់ជនជាតិយើងគឺជាឈាមរួមជាតិដែលយើងត្រូវតែការពារជនបរទេសមិនអាចនឹងអនុញ្ញាតមិនអាចនឹងចូលមកដើម្បីដណ្ដើមទឹកដីរបស់យើងឡើយហើយក៏គេមិនអាចនឹងប្រមាថនៅលោហិតខេមរារបស់ជនជាតិយើងឡើយឈាមមួយដំណក់សុទ្ធតែមានតម្លៃទាំងអស់ដែលជនជាតិយើងត្រូវតែការពារខ្មែរយើងត្រូវតែការពារឲ្យខាងតែបានហើយយើងត្រូវតែសាមគ្គីគ្នាដាច់ខាតទោះណាបាត់បង់ជីវិតយ៉ាងណាក្តីក៏ត្រូវតែធ្វើឲ្យបានដើម្បីកូនចៅយើងជំនាន់ក្រោយសូមព្រះនគរទាំងមូលប្រកបដោយសុខសុវត្ថិភាពនិងជ័យជំនះជារៀងរហូតតទៅ